ឥឡូវហ្នឹងយើង subscribe បានជោគជ័យហើយអ្នកនរគ្នាតោះយើងបាន 1000 credit អូខេជម្រាបអ្នកនរគ្នាហ្នឹងហើយដូចអ្នកនរគ្នាបានឃើញនៅមុខវីដេអូអញ្ចឹងថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកនរគ្នាអំពីរបៀបក្នុងការយក Google Gemini Pro រយៈពេល15ខែអ្នកនរគ្នាតោះកុំឲ្យខាតពេលវេលាយូរយើងទៅអ្នកនរគ្នាទៅអូខេយើងបើកជ្រោមមកបន្ទាប់មកយើងចូលទៅបង្កើត profile ថ្មីមួយមកអ្នកនរគ្នាយើងចុចនេះមកយើងចុច add new profile អូខេហើយបន្ទាប់មកយើងចុចពាក្យថា sign in បន្ទាប់មកយើងចុចពាក្យថា create account អូខេបន្ទាប់ពីនឹងមកយើងចូលទៅដាក់ឈ្មោះយើងមកយើងចង់ដាក់ឈ្មោះគេសម្រាប់ខ្ញុំសូមដាក់ឈ្មោះថាSila VO3 អ្នកនរគ្នា Sila VO3 អញ្ចឹងទៅបន្ទាប់មកយើងចុចពាក្យថា next មកហើយយើងដាក់ថ្ងៃខែឆ្នាំកំណើតអញ្ចឹងទៅអ្នកនរគ្នាយើងអាចដាក់អីក៏បានដែរហើយដាក់ឈ្មោះដាក់ថ្ងៃខែឆ្នាំកំណើតយើងក៏បានដែរតែខ្ញុំបានដាក់បើទេអ្នកនរគ្នាអូខេហើយត្រង់នេះយើងបង្កើត email ផ្ទាល់ខ្លួនមកយើង select ឥឡូវក៏បានដែរអ្នកនរគ្នាតែខ្ញុំចង់បង្កើតផ្ទាល់ខ្លួនខ្ញុំអញ្ចឹងណាអូខេយើងដាក់អញ្ចឹងមកខ្ញុំសុំរកភេទឈ្មោះសិនអ្នកនរគ្នាអូខេដាក់ Google សាកមើលវិញអ្នកនរគ្នានឹងវាឲ្យទេអញ្ចឹងខ្ញុំរកឈ្មោះមួយទៀតអូខេខ្ញុំសុំដូរដាក់ឈ្មោះមួយទៀតមក Sela Cabo v.vo3 អញ្ចឹងមកចុចមើលអូខេវាឲ្យបន្ទាប់មកយើងដាក់ password មកអ្នកនរគ្នា password យើងដាក់មិនទៅឲ្យយើងស្រួលចាំយើងដាក់មកអូខេបន្ទាប់មកយើងចុចពាក្យថា next yes បន្ទាប់មកត្រង់ចំណុចនេះគឺសំខាន់ខ្លាំងមែនទែនអ្នកនរគ្នាបាទអ្នកនរគ្នាមានលេខទូរស័ព្ទផ្ទាល់ខ្លួនអ្នកនរគ្នាដាក់មកដើម្បីទទួលបាន SMS ពីវាដោយសារតែលេខទូរស័ព្ទខ្ញុំដាក់ច្រើន account ហើយអញ្ចឹងវាអត់ឲ្យទេអ្នកនរគ្នាអូខេឥឡូវហ្នឹងខ្ញុំសុំចូលទៅទិញលេខទូរស័ព្ទមួយដែលខ្ញុំទៅទិញនៅក្នុង website មួយដែលមានឈ្មោះថា SMS pool អ្នកនរគ្នាចាំខ្ញុំដាក់នៅលើ screen អ្នកនរគ្នាចូលមកដល់កន្លែងហ្នឹងហើយយើងចុចពាក្យថា order អ្នកនរគ្នាចុចពាក្យថា order ហ្នឹងហើយ order ខ្ញុំច្រឡំអញ្ចឹងយើងរើស country មកយើងដាក់ Cambodia អូខេបន្ទាប់មកយើងសេចពាក្យថា Gmail អ្នកនរគ្នាអូខេចុចថា Gmail បន្ទាប់មកចុចពាក្យថា quick purchase អូខេអ្នកនរគ្នាអញ្ចឹងលេខទូរស័ព្ទយើងបាន purchase ហើយបើយើងអត់ឃើញយើងគ្រាន់តែចុច refresh មួយមកអ្នកនរគ្នាអូខេឥឡូវហ្នឹងលេខទូរស័ព្ទយើងបានមកដល់ខាងលើហើយអ្នកនរគ្នាយើងចុចលើវាមួយមកដើម្បី copy អូខេបន្ទាប់មកយើងផាសចូលកន្លែងលេខទូរស័ព្ទហ្នឹងមកអូខេផាសចូលមកចុចពាក្យថា next អូខេឥឡូវហ្នឹងកូដវាបានផ្ញើទៅអីអ្នកនរគ្នាយើងចូលទៅកាន់ website ដែលយើងបានទិញលេខទូរស័ព្ទមិញមកដើម្បីយក SMS យកកូដហ្នឹងណាអ្នកនរគ្នាឥឡូវហ្នឹងយើងផាសកូដចូលក្នុងហ្នឹងមកចុចពាក្យថា next ទៀតមកអូខេហើយបន្តមកយើងដាក់ email recovery យើងអូខេដើម្បីការពារ email យើងខ្ញុំសូមដាក់ email ខ្ញុំហើយខ្ញុំសូម blur sorry ផងអ្នកនរគ្នាខ្ញុំសូម blur បន្តិចអីបន្ទាប់មកយើងចុចពាក្យថា next អូខេបន្ទាប់មកចុចពាក្យថា next ទៀតអ្នកនរគ្នាអូខេស្គាល់ចុះក្រោមចុចពាក្យថា I agree អូខេបន្ទាប់មកចុចពាក្យថា no thanks អ្នកនរគ្នាចុចពាក្យថាចង់ចុចពាក្យថា I'm in ក៏បានដែរអត់អីទេអ្នកនរគ្នាមិនដឹងមួយណាក៏បានដែរឥឡូវយើងបានប៉ុណ្្នឹងហើយយើងចូលមកដាក់ profile ឈ្មោះរបស់យើងមកឈ្មោះ profile ជ្រុំរបស់យើងអ្នកនរគ្នាចង់ដាក់មិនដាក់ទៅអាស្រ័យលើអ្នកនរគ្នាបន្ទាប់មកយើង select លើ color ចុចពាក្យថា done មកអូខេយើងបានប៉ុណ្្នឹងហើយអូខេជំនាញបន្តទៀតយើងចូលទៅកាន់ web store អ្នកនរគ្នាហើយយើងទៅ download VPN មួយដែលមានឈ្មោះថា Urban VPN អ្នកនរគ្នាអូខេយើង search វាមក Urban VPN ខ្ញុំសេខុសអូខេបាន VPN នៅខាងលើគេអ្នកនរគ្នាចុចពាក្យថា add to Chrome មកហើយចុចពាក្យថា add extension អូខេរងចាំបន្តិចមកអ្នកនរគ្នាអូខេយើងបាន add រួចហើយហ្នឹងហើយអ្នកនរគ្នាអ្វីដែលយើងត្រូវធ្វើបន្តទៀតហ្នឹងគឺយើងចូលទៅកាន់ link មួយដែលមានឈ្មោះថា pay.google អ្នកនរគ្នាដើម្បីទៅ add credit card របស់យើងហ្នឹងហើយអ្នកនរគ្នានឹងតម្រូវឲ្យអ្នកនរគ្នាមាន credit card ដែរដូចជា ABA អីហ្នឹងអ្នកនរគ្នាលក្ខណៈអញ្ចឹងអ្នកនរគ្នាខ្ញុំដាក់លើ screen ហ្នឹងអូខេបន្ទាប់មកចុចពាក្យថា add payment method អ្នកនរគ្នា method ដឹងអីទេអ្នកនរគ្នាអូខេបន្ទាប់មកយើងដាក់ឈ្មោះយើងមកអ្នកនរគ្នាឈ្មោះលើកាតយើងហ្នឹងសម្រាប់ប្រទេសហ្នឹងគឺយើងតម្រូវឲ្យយកអាមេរិកទេអ្នកនរគ្នា United States យើងត្រូវយកអាហ្នឹងខុសពីអាហ្នឹងអត់បានទេអ្នកនរគ្នាaddress អ្នកនរគ្នាដាក់តាមខ្ញុំមកអ្នកនរគ្នាសើចតាមខ្ញុំមកអូខេខ្ញុំសូមដាក់ឈ្មោះខ្ញុំសិនអូខេដាក់ឈ្មោះសិនអ្នកនរគ្នា
នឹងអីហើយយើង search address មក street ហ្នឹងអ្នកគ្នាទីតាំងណាខ្ញុំដាក់79 street ផ្លូវលេខ9នឹងអ្នកគ្នា New York ហ្នឹងអូខេយើងចុចខាងលើមកចុចតាមខ្ញុំមកអ្នកគ្នាអត់អីទេអូខេឥឡូវនេះយើងដាក់កាតដាក់អីមកដាក់កាតយើងហ្នឹងអ្នកគ្នាអូខេអ្នកគ្នាបន្ទាប់ពីពេញកាតហើយយើងចុចពាក្យថា save មកអ្នកគ្នាបន្ទាប់ពី save ហើយយើងចាំមានតិចមកអូខេយើង save បានជោគជ័យហើយអ្នកគ្នាចុចពាក្យថា got it អូខេបន្ទាប់មកអ្វីដែលយើងត្រូវធ្វើបន្ទាប់ទៀតយើងចូលទៅកាន់ step 2 verify អ្នកគ្នាចុចពាក្យថា add step 2 verify មកដើម្បីការពារ account យើងពីការ hack អីណាអ្នកគ្នាអូខេយើងចុចពាក្យថា turn on step 2 verify មកយើងដាក់ហ្នឹងដើម្បីការពារ account យើងពេលយើង log in ណាអ្នកគ្នាពេលយើង log in ទៅវានឹងទាមទារលេខកូដហ្នឹងហើយយើងដាក់មកដើម្បីសុវត្ថិភាព account យើងដែរអូខេចុចពាក្យថា next អូខេអញ្ចឹងវានឹងផ្ញើកូដទៅកាន់ SMS របស់យើងហើយអ្នកនរគ្នាឥឡូវហ្នឹងខ្ញុំសូម check មើលទូរស័ព្ទរបស់ខ្ញុំសិនអូខេនេះកូដដែលវាផ្ញើមក87 47 21អ្នកគ្នាឥឡូវចុចថា verify មកអូខេឥឡូវយើង add បានជោគជ័យហើយអូខេចុចថា done អ្វីដែលយើងត្រូវធ្វើបន្តនេះហ្នឹងគឺយើងចូលទៅបើក VPN អ្នកនរគ្នាហ្នឹងហើយ VPN ដែលយើងបាន download មុនហ្នឹងអូខេហើយចុចថា agree ហើយបន្ទាប់មកយើងរកខ្ញុំសូមរក New York អ្នកនរគ្នាNew York អត់មានទេអូខេយើង connect ទៅ USA ទៅអ្នកនរគ្នា direct មកទៅដោយសារក្នុង server ហ្នឹងវាអត់មាន New York អូខេអញ្ចឹងយើង connect ហើយយើងបើក tab មួយមកយើងចូលទៅកាន់ link មួយដែលខ្ញុំបានដាក់នៅក្រោម description ហ្នឹងអ្នកនរគ្នាចុចតាមហ្នឹងទៅអូខេហើយចុច enter មកបន្ទាប់មកវានឹងនាំយើងមកកាន់ link Gemini ហ្នឹងអ្នកនរគ្នាដែលវា free 15 ខែហ្នឹងអ្នកនរគ្នាUniversity student get a free upgrade of Gemini for 50 months ហ្នឹងអ្នកគ្នាបន្ទាប់មកយើងបង្កើត tab មួយមកអ្នកគ្នាដើម្បីទៅយក email របស់សិស្សអ្នកគ្នាយើងចូលទៅកាន់ website មួយដែលមានឈ្មោះថា imail.edu.vn អ្នកគ្នាហ្នឹងហើយនៅខាងក្រោមហ្នឹងអូខេចុចចឹងមកច្រឡំ dot អ្នកគ្នា .vn អូខេហ្នឹងអ្នកគ្នា enter point មួយមកហ្នឹងហើយវានឹងនាំយើងមកកាន់ interface នេះអ្នកគ្នាហើយ select domain មកហើយយើងដាក់ឈ្មោះដាក់អីយើងមកយើងចង់ដាក់អីក៏បានដែរអ្នកគ្នាបើអ្នកគ្នាអត់ចង់បង្កើតអ្នកគ្នាដាក់ random mail ក៏បានដែរនេះ random mail តង់ចំណុចលឿងហ្នឹងអ្នកគ្នាចុចពាក្យថា create មកបើខ្ញុំសូមដាក់ឈ្មោះហើយខ្ញុំចុចពាក្យថា create អូខេបន្ទាប់មកយើង copy mail បន្ទាប់មកយើងចូលកាន់ Google Gemini ផាសមកអ្នកគ្នាចុចពាក្យថា verifyអូខេអញ្ចឹងវាផ្ញើកូដទៅអីអ្នកគ្នាអូខេក្បែរមួយនឹងអ្នកគ្នាវាផ្ញើមកឲ្យលឿនខ្លាំងមែនទែននៅខាងក្រោមហ្នឹងអ្នកគ្នាចុចមួយមក point copy មួយមកអូខេ copy ហើយយកទៅផាសមកពងហើយយកចុចវាថា submit ឥឡូវនេះយើងបានមកដល់ page you are eligible for Google AI Pro Student Discount យើងចុចថា continue មកអូខេថយចំណុចនេះយើងជ្រុងចាំវាបន្តិចមកដើម្បី confirm កាតរបស់យើងដែលយើងបាន add មុនហ្នឹងយើងចាំវាបន្តិចមកអ្នកគ្នាអូខេឥឡូវហ្នឹងយើងចុចវាថា start trail ហ្នឹងមកអ្នកគ្នាអូខេនេះដែលកាតដែលយើងបាន add មុនហ្នឹងចុចវាថា subscribe អូខេចាំវាបន្តិចឥឡូវហ្នឹងយើង subscribe បានជោគជ័យហើយអ្នកគ្នាប៉ះអ្វីដែលយើងត្រូវធ្វើបន្តទៀតយើងចុចខ្វែងមកនេះអ្នកគ្នា you are got Google AI Pro អ្នកគ្នាចុចវាថា go to Gemini Pro មកអូខេអ្នកគ្នាយើង check មើលមកអូខេយើង Pro ហើយឥឡូវយើងបាន Gemini Pro ហើយឥឡូវនេះយើងចូលទៅ check Google Drive យើងមើលតែយើងបាន 2000G អត់ 2T អ្នកគ្នា storage យើងណាអញ្ចឹងយើងដើម្បី check យើងចូលទៅកាន់ Google Drive មកអូខេចុចលើ Google Drive ចាំមែនតិចអូខេអ្នកគ្នាបានឃើញហើយគឺយើងទទួលបាន 2T GB អ្នកគ្នាដើម្បី store file AA យើងអញ្ចឹងណាអ្នកគ្នារយៈពេល15ខែអ្នកគ្នារៀងយូរដែរអូខេចុចពីថា next ទៀតមក next អូខេចុចខ្វែងមកលឿនអ្នកគ្នាយើងមក tab មួយទៀតមកយើងចូលទៅ check Google VO3 អ្នកគ្នាដើម្បី check យើងចូលទៅកាន់ Google Flow មកអ្នកគ្នានេះ Flow អ្នកគ្នាមួយណាមកហ្នឹងយើងចុចមួយណាក៏បានដែរអូខេសម្រាប់ខ្ញុំគឺខ្ញុំយកអាខាងលើអ្នកគ្នាចុចអាខាងលើអ្នកគ្នាអាចបិទ VPN បានអូខេ VPN យើងអាចបិទបានអត់អីទេអ្នកគ្នាយើងអាចបិទបានតើមកចុចលើ Google Lab ហ្នឹងមកអ្នកគ្នានេះយើងនឹងចូលមកកាន់ Google Flow ហើយចុចនេះថា create with Google Flow មកហើយចុច get start ហើយ sign in account យើងចូលមកអ្នកគ្នា account ដែលយើងបាន create ហ្នឹងអូខេចុច create មក
click ទាំងអស់មកចុច connect ចូលចុះក្រោម continue អូខេឥឡូវជោគជ័យហើយអ្នកនរគ្នានេះយើងបាន 1000 credit អូខេយើង generate មកវីដេអូយើងចំណាយ20 credit ណាអ្នកនរគ្នាអញ្ចឹងយើងទៅមើលទៅ 1000 credit បានច្រើនដែរអូខេអ្នកនរគ្នាវីដេអូគឺមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាសង្ឃឹមថាអ្នកនរគ្នាធ្វើបានទាំងអស់គ្នាហ្នឹងហើយបើមានចម្ងល់អីអាច comment នៅខាងក្រោមវីដេអូហ្នឹងបានខ្ញុំនឹងប្រាប់អ្នកនរគ្នាតាមអ្វីដែលខ្ញុំអាចប្រាប់បានអូខេបាយបាយអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយ